បាទសំណួរមួយទៀតដែលខ្ញុំបានតាមរយៈបទពិសោធន៍តរបស់ខ្ញុំខ្ញុំឃើញបងប្អូនបេក្ខជនមួយចំនួនគាត់បានសួរខ្ញុំនៅពេលដែលគាត់ចាប់អារម្មណ៍ការងារនឹងហើយគាត់ពេញចិត្តជាមួយនឹងទូរនទីគាត់ថាគាត់អាចធ្វើបានហើយគាត់ក៏បានខលមកខ្ញុំបងតើខ្ញុំអាចសម្ភាសបានអត់តើខ្ញុំអាចជាប់ការងារដែរទេបាទជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ The Live Show សមាជិកជួបជាមួយខ្ញុំតារាខ្ញុំនិយាយអំពីជីវិតការងារវិញម្ដងបាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកជូនបងប្អូនទាំងអស់គ្នាតើមានសំណួរអ្វីខ្លះដែលបេក្ខជនមិនគួរសួរនៅពេលដែលពួកគាត់កំពុងតែស្វែងរកការងារធ្វើដោយមានការសនំពោជាច្រើនពីពួកគាត់តាក់ទងមកឲ្យខ្ញុំជាពិសេសសមាជិកក្រុមការងារផ្នែកធនធានមនុស្សឲ្យខ្ញុំរៀបចំវីដេអូនេះឡើងដើម្បីចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្ញុំដើម្បីជាចំណេះដឹងជូនទៅកាន់បងប្អូននៅក្នុង The Live Show សមាជិកបាទដូច្នេះបងប្អូនកុំភ្លេចទស្សនាវីដេអូរបស់ខ្ញុំដល់ចប់ខ្ញុំនឹងចែកម្លែកអំពីសំណួរសំខាន់មួយចំនួនដែលបងប្អូនមិនគួរសួរទៅកាន់ HR មុនពេលសម្ភាសការងារក្នុងអំឡុងពេលសម្ភាសការងារក៏ដូចជាក្រោយពេលសម្ភាសការងារបាទតាមរយៈបទពិសោធន៍របស់ខ្ញុំក៏ដូចជាការចែកម្លែកអំពីសមាជិកផ្នែកធនធានមនុស្សបងប្អូនមិនគួរសួរសំណួរកាន់គាត់តើក្រុមហ៊ុនរបស់បងធ្វើអ្វីខ្លះតើក្រុមហ៊ុនរបស់បងមានសេវាកម្មមានផលិតផលបែបណាខ្លះខ្ញុំជឿថាបងប្អូនប្រកាសជាឃើញឱកាសការងារជាច្រើនដែលកំពុងតែប្រកាសជ្រើសបុគ្គលិកតាមរយៈបណ្ដាញសង្គមដូចជា Facebook LinkedIn ក៏ជា Telegram ផ្សេងៗដូច្នេះបើសិនជាបងប្អូនមិនបានសិក្សាស៊ីជម្រៅជាមួយក្រុមហ៊ុនរបស់គាត់បងប្អូនអាចស្រាវជ្រាវអំពីក្រុមហ៊ុនរបស់គាត់ជៀសវាងនៅពេលដែលបងប្អូន call ទៅសួរគាត់ទៅអំពីសំណួរដូចខ្ញុំបានលើកឡើងយ៉ាងតើក្រុមហ៊ុនរបស់បងធ្វើឲ្យខ្លះសេវាកម្មបែបណាខ្លះនេះគឺជាការបង្ហាញភាពខ្វះខាតរបស់បងប្អូនក្នុងការស្រាវជ្រាវក្រុមហ៊ុនរបស់គាត់បាទសំណួរទៀតដែលបងប្អូនមិនគួរសួរទៅកាន់ផ្នែកធនធានមនុស្សក៏ដូចជាផ្នែកជ្រើសបុគ្គលិកសំណួរសួរថាបងតើមុខតំណែងនេះគេធ្វើឲ្យខ្លះបាទតើមុខតំណែងនេះពិបាកអត់មានការងារលំបាកអត់អញ្ចឹងបងប្អូនមិនគួរសួរគាត់បែបនេះទេបាទមានន័យថាបងប្អូនគួរតែបានឃើញ job description ភារកិច្ចមួយចំនួននៅក្នុងការប្រកាសជ្រើសបុគ្គលិករបស់គាត់ធម្មតានៅក្នុងការប្រកាសជ្រើសបុគ្គលិកគេបង្ហាញអំពីទូនាទីគេបង្ហាញអំពីកម្រិតវប្បធម៌ចំណុចណាមួយចំនួនដែលបងប្អូនគិតថាមានសមត្ថភាពអាចស័ក្តិសមជាមួយទូនាទីរបស់បងប្អូនបាទសំណួរមួយទៀតដែលបងប្អូនមិនគួរសួរទៅផ្នែកធនធានមនុស្សក៏ដូចជាផ្នែកជ្រើសបុគ្គលិកបងប្អូនមិនគួរសួរគាត់ថាបងតំណែងនេះទូនាទីនេះទទួលបានប្រាក់ខែប្រមាណទទួលបានអត្ថប្រយោជន៍ខ្លះបាទនៅពេលដែលបងប្អូនសួរសំណួរបែបហ្នឹងគឺជាសំណួរឆាក់ដោតមែនទែនបាទគឺជាសំណួរ sensitive បាទជារឿយនៅពេលដែលបងប្អូនសួរគាត់មានន័យថាបងប្អូន HR កំពុងតែគិតថាបងប្អូនប្រកាសជាកំពុងតែស្វែងរកអត្ថប្រយោជន៍ប្រាក់បៀវត្សច្រើនជាងភារកិច្ចការងាររបស់បងប្អូនហើយខ្ញុំជឿថាបងប្អូនមួយណាក៏ប្រកាសជាចង់បានប្រាក់ខែច្រើនអត្ថប្រយោជន៍ច្រើនដែរប៉ុន្តែនៅពេលដែលបងប្អូនសួរសំណួរគាត់បែបនេះមានតែធ្វើឲ្យបងប្អូនហ្នឹងធ្វើឲ្យអ្នក HR ហ្នឹងគិតថាបងប្អូនសម្លឹងទៅមើលអត្ថប្រយោជន៍ច្រើនជាងប្រាក់បៀវត្សច្រើនជាងទៅលើភារកិច្ចការងាររបស់បងប្អូនបាទនៅពេលដែលបងប្អូនចង់សួរអំពីអត្ថប្រយោជន៍ក៏ដូចជាប្រាក់បៀវត្សសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូននៅពេលដែលគេត្រូវបាន offer ការងារជូនបងប្អូនដូច្នេះបងប្អូនអាចចរចាជាមួយគាត់អំពីអត្ថប្រយោជន៍ក៏ដូចជាប្រាក់បៀវត្សផ្សេងៗដែលបងប្អូនរំពឹងទុកនៅក្នុងទូនាទីណាមួយដែលបងប្អូនពេញចិត្តដូច្នេះបងប្អូនមិនគួរសួរគាត់បែបនេះទេខ្ញុំជឿថាអត្ថប្រយោជន៍ផ្សេងក៏ដូចជាប្រាក់បៀវត្សមួយចំនួនដែលក្រុមហ៊ុនមួយចំនួនគាត់បានបង្ហាញអំពីក្នុង job announcement ដូច្នេះបងប្អូនអាចជជែកជាមួយគាត់អាចចរចាជាមួយគាត់នៅពេលដែលក្រុមហ៊ុនរបស់គាត់បានផ្ដល់ឱកាសការងារជូនបងប្អូនជាពេលវេលាមួយជាដំណាក់កាលមួយបងប្អូនអាចជជែកវែកញែកជាមួយនឹងការចរចាប្រាក់បៀវត្សដែលបងប្អូនគិតថាស័ក្តិសមសម្រាប់សមត្ថភាពរបស់បងប្អូនបាទសំណួរមួយទៀតដែលខ្ញុំបានតាមរយៈបទពិសោធន៍តរបស់ខ្ញុំឃើញបងប្អូនបេក្ខជនមួយចំនួនគាត់បានសួរខ្ញុំនៅពេលដែលគាត់ចាប់អារម្មណ៍ការងារនឹងហើយគាត់ពេញចិត្តជាមួយនឹងទូនាទីគាត់ថាគាត់អាចធ្វើបានហើយគាត់ក៏បាន call មកខ្ញុំបងតើខ្ញុំអាចសម្ភាសបានអត់តើខ្ញុំអាចជាប់ការងារដែរទេបាទដូច្នេះសំណួរទាំងអស់ហ្នឹងនៅពេលដែលបងប្អូនតាក់ទងជាមួយផ្នែកធនធានមនុស្សគឺជាកង្វះគេហៅថាភាព unprofessional មួយបាទនៅពេលដែលបងប្អូនត្រូវបានណាត់ជួបសម្ភាសការងារហើយបងប្អូនមិនគួរសួរអ្នកសម្ភាសថាបងតើការងារនឹងខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ដែរទេ
បាទតើតើការងាររបស់ខ្ញុំហ្នឹងមានសម្ពាធការងារដែរឬទេតើតើការងាររបស់ខ្ញុំហ្នឹងមានឱកាសប្រមូលឆាប់ដែរឬទេតើតើការងាររបស់ខ្ញុំហ្នឹងអាចដូរវេនដែរឬទេសម្រាប់ខ្ញុំគឺជាសំណួរមួយដែលធ្វើឲ្យអ្នកសម្ភារបងប្អូនហ្នឹងគិតថាបងប្អូនខ្វះ commitment គិតថាបងប្អូនហ្នឹងគិតពីពេលវេលាសម្រាប់ច្រើនជាងការងាររបស់បងប្អូនដូច្នេះខ្ញុំអត់លើកទឹកចិត្តឲ្យបងប្អូនសួរសំណួរបែបនេះទៅកាន់គាត់ទេសំណួរសំខាន់មួយទៀតនៅពេលដែលបងប្អូនមិនគួរសួរអ្នកសម្ភារហ្នឹងក្នុងអំឡុងពេលសម្ភារការងារហ្នឹងបងប្អូនមិនគួរសួរគាត់ថាបងតើតាការងារនេះខ្ញុំអាចជាប់ probation ដែរឬទេតើមានឱកាសឡើងប្រាក់ខែប៉ុន្មានដែរក្នុងមួយឆ្នាំតើនៅពេលដែលខ្ញុំធ្វើការងារមិនសូវបានល្អទៅតើមានពីអ្នកបដិបដាខ្ញុំដែរឬទេមានអ្នកណែនាំការងាររបស់ខ្ញុំដែរទេមានន័យថាបងប្អូនគួរតែបង្ហាញអំពីទុកចិត្តទៅលើសមត្ថភាពបងប្អូនជូនទៅកាន់អ្នកសម្ភារបងប្អូនមានន័យថាបងប្អូនអាចធ្វើការងារនឹងបានបងប្អូនអាចយល់ពីការងារបានឲ្យអ្នកសម្ភារបងប្អូននឹងទុកចិត្តទៅលើសមត្ថភាពរបស់បងប្អូនបាទសំណួរជិះវៀងសំខាន់មួយទៀតដែលបងប្អូនមិនគួរអ្នកសម្ភារបងប្អូនបន្ទាប់ពីសម្ភាររួចហើយសំណួរមានតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំតាមរយៈសង្កេតរបស់ខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនសួរគាត់ថាបងតើការងាររបស់ខ្ញុំនឹងសម្ភារហើយជាប់ដែរឬទេតើពេលណាខ្ញុំអាចចូលធ្វើការបានតើពេលណាខ្ញុំអាចចាប់ផ្ដើមការងារនឹងបានមានន័យថាជាទូទៅនៅពេលដែលអ្នកសម្ភារបងប្អូនគេមានពេលវេលារបស់គេត្រឹមត្រូវច្បាស់លាស់ในការវាតម្លៃទៅលើសមត្ថភាពរបស់បងប្អូនដើម្បី compare ជាមួយបេក្ខជនផ្សេងទៀតនៅពេលដែលបងប្អូនសម្ភាសជាមួយគាត់ហើយបន្ទាប់មកបងប្អូនខលសួរគាត់ថាដូចខ្ញុំបានជំរាបជូនហ្នឹងបងតើខ្ញុំអាចជាប់ការងារបានដែរទេពេលណាខ្ញុំអាចចូលធ្វើការបានតើសមត្ថភាពចំណេះដឹងបបិសោរបស់ខ្ញុំទៅយ៉ាងម៉េចដែរបាទគឺជាសំណួរមួយដែលបងប្អូនគួរតែជិះសួរអ្នកសម្ភាសបងប្អូនបាទសំណួរមួយទៀតនៅពេលដែលបងប្អូនសម្ភាសជាមួយគាត់ហើយបងប្អូនខលសួរគាត់ថាបងខ្ញុំ expect ប្រាក់ខែតែខ្ញុំ expect ខែ300តើខ្ញុំអាច expect ប្រាក់ខែ500បានអត់តើខ្ញុំទទួលបានអត្ថប្រយោជន៍ថែមទៀតបានអត់មានន័យថាបងប្អូនកំពុងតែព្យាយាមចរចាសួរសំណួរគាត់ដើម្បីទទួលបានអត្ថប្រយោជន៍ថែមទៀតសម្រាប់ខ្ញុំលើកទឹកចិត្តបងប្អូនដូចខ្ញុំបានជំរាបជូនបងប្អូននៅពេលដែលគេ confirm បងប្អូននៅពេលដែលគេត្រូវបាន offer ការងារជូនបងប្អូនមានឱកាសចរចាជាមួយនឹងប្រាក់បៀវត្សឬក៏អត្ថប្រយោជន៍ផ្សេងៗដើម្បីបងប្អូនគិតថាស័ក្តិសមជាមួយសមត្ថភាពរបស់បងប្អូនបន្ទាប់ពីបងប្អូនត្រូវបានផ្ដល់ជូនការងារបាទសំណួរមួយទៀតដែលបងប្អូនគួរតែជិះវៀងសួរទៅផ្នែកធនធានមនុស្សនៅពេលដែលបងប្អូនស្ពីហើយបងប្អូនមិនអាចខលសួរគាត់ថាឬក៏ message សួរគាត់ថាបងបើសិនជាខ្ញុំជាប់ការងារនេះខ្ញុំអាចអត់ដូរទៅការងារ live ផ្សេងបានអត់តើខ្ញុំអាចបដូរពីការងារទៅការងារមួយអត់នៅពេលដែលខ្ញុំជាប់ជាមួយការងារហ្នឹងតើខ្ញុំអាចធ្វើការពីផ្ទះបានអត់តើខ្ញុំអាចជប់សម្រាប់4ថ្ងៃឬ5ថ្ងៃអត់ទៅតាមអ្វីដែលបងប្អូនត្រូវការដែរបាទនេះគឺជាសំណួរសំខាន់មែនទែនដែលបងប្អូនមិនគួរសួរទៅកាន់គាត់ទេនៅពេលដែលបងប្អូន follow up គាត់ពេកនៅពេលដែលបងប្អូនសួរគាត់ច្រើនពេកនៅពេលដែលបងប្អូនទាមទារអត្ថប្រយោជន៍ច្រើនពេកជិះវៀងទៅលើសមត្ថភាពគុណភាពការងាររបស់បងប្អូនខ្ញុំជឿថាបងប្អូនប្រកាសជាមិនទទួលបានឱកាសការងារឡើយគាត់ទេតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំបានសម្ភាសបេក្ខជនជាច្រើនហើយគាត់ខលមកខ្ញុំគាត់ follow up ខ្ញុំជារៀងរាល់ថ្ងៃបងខ្ញុំជាប់ការងារដែរឬអត់ខ្ញុំអត្ថប្រយោជន៍របស់ខ្ញុំផ្ស័ក្តិសមអ្វីដែលខ្ញុំ expect អត់តើពេលណាខ្ញុំអាចមានឱកាសការងារធ្វើការជាមួយបងបានបាទដូច្នេះបងប្អូនត្រូវតែរងចាំពេលវេលាសមស្របណាមួយដើម្បី follow up ជាមួយគាត់តើខ្ញុំត្រូវបានជាប់ឬក្លាក់ជ្រុលទៅនៅពេលដែលផ្នែកធនធានមនុស្សបានសម្ភាសបងប្អូនហើយខ្ញុំជឿថាកំឡុងពេលមួយអាទិត្យឬក៏ពីរអាទិត្យនឹងតាក់ទងបងប្អូនវិញបាទអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនា The Live Show សាមញ្ញជីវិតនេះគឺជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំគិតថានេះគឺជាចំណេះដឹងបទពិសោធន៍មួយសម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើបើសិនណាបងប្អូនពេញចិត្តជាមួយវីដេអូនេះបងប្អូនកុំភ្លេច Subscribe The Live Show សាមញ្ញជីវិតខ្ញុំនឹងចែករំលែកជីវិតការងារក៏ដូចជាបទពិសោធន៍ចំណេះដឹងមួយចំនួននៅក្នុង The Live Show សាមញ្ញជីវិត